ជម្រាបសួរក៏ដូចសួស្តីដល់អ្នកគ្នាថ្ងៃនេះបណ្ដាញខ្ញុំនឹងបង្ហាញដល់អ្នកគ្នាអំពីរបៀបពីការបង្កើត page ទៅលើ account Facebook របស់យើងឥឡូវខ្ញុំធ្វើការបង្កើត page ឲ្យអ្នកទាំងអស់គ្នាមើលតែម្ដងខ្ញុំធ្វើការចូលទៅកាន់ account របស់ខ្ញុំបាទដើម្បីបង្កើត page អ្នកទាំងអស់គ្នាធ្វើការចូលទៅកាន់ profile មកកន្លែង profile នេះបាទបន្តមកទៀតយើងធ្វើការចុចកន្លែងត្រេក3ខាងលើនេះបាទបន្តមកទៀតយើងធ្វើការចុចទៅលើ page អ្នកទាំងអស់គ្នាឃើញពាក្យថា page ទេបាទចុចទៅលើ page មកបាទបន្តមកទៀតចុចពាក្យថា create បាទបន្តមកទៀតយើងត្រូវការដាក់ឈ្មោះ page របស់យើងតើ page របស់យើងនឹងជាប្រភេទអីគេអញ្ចឹងទៅឥឡូវខ្ញុំត្រូវការដាក់ឈ្មោះរបស់ខ្ញុំផ្ទាល់សិនទៅបាទបន្តមកទៀតយើងត្រូវការចុច done ហើយចុច next បាទយើងត្រូវការចុច next មកបាទត្រង់នេះគឺនិយាយពី category គ្នាយើងចង់ធ្វើពីអីគេអ្នកនរគ្នាអាចដាក់ពីនឹងមកដូចខ្ញុំអញ្ចឹងដាក់ game មិញខ្ញុំដាក់វីដេអូបាទវីដេអូ game បាទ gaming video creator ចុចលើហ្នឹងបាទបន្តមកទៀតចុច done បាទខ្ញុំចុច create អូខេបន្តមកទៀតកន្លែងនេះខ្ញុំចង់ដាក់ទីតាំងក៏បានដែរមិនចាំបាច់ក៏បានដែរហើយបើសិនជាគេបង្កើតអាចដាក់លេខទូរស័ព្ទក៏បានមិនដាក់ក៏បានអូខេ optional ទេអូខេយើងដាក់ប៉ុណ្ណឹងបានហើយមិនដាក់ច្រើនទេកន្លែងនេះយើងអាចចុច next មកបាទយើងដល់កន្លែងនេះយើងអាចដាក់រូបភាពក៏បានយើងមិនចង់ដាក់ក៏បានអូខេខ្ញុំធ្វើការចុច next បាទបន្តទៀតវាឲ្យយើង invite ឲ្យយើង invite មក like page របស់យើងអញ្ចឹងដើម្បីឲ្យមានអ្នក follow កាន់តែច្រើនអញ្ចឹងទៅអូខេខ្ញុំមិនមានអ្នក invite ទេខ្ញុំចុច next ទៀតធ្វើការបិទមកបើថាយើងចង់បិទទេបាទបន្តទៀតយើងធ្វើការចុច next បាទ so បាទឥឡូវយើងបង្កើត page បានហើយកន្លែងនេះភាសាយើងចង់ update អីផ្សេងៗទៀតយើងអាចដាក់បានបាទខ្ញុំអត់ចុចដាក់ទេខ្ញុំចុច done បាទឥឡូវនេះគឺយើងទទួលបាន page មួយហើយអ្នកទាំងអស់គ្នាគឺសកុន gaming យើងឃើញថា page របស់យើងគឺរៀបរាល់ហើយប៉ុណ្ណឹងឯងនេះគឺជារបៀបនៃការបង្កើត page អ្នកទាំងអស់គ្នាអាចអនុវត្តតាមខ្ញុំបានហើយវគ្គក្រោយខ្ញុំនឹងប្រាប់ពីតើ page ណាដែលអាចរកលុយបាននិង page ណាដែលមិនអាចរកលុយបានកុំភ្លេចទស្សនានៅវីដេអូក្រោយ